រាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណបើកបរ Digital ដែលមានតម្លៃស្មើនឹងប័ណ្ណបើកបរច្បាប់ដើមជាជម្រើសបន្ថែមសម្រាប់ប្រជាពលរដ្ឋគ្រប់រូបដើម្បីទទួលបានប័ណ្ណបើកបរ Digital ជំហានទី1សូមទាញយកថ្នាល Digi Super App ពី App Store ឬ Google Play ជំហានទី2ចូលទៅកាន់កម្មសិទ្ធិ Digital ឬ Personal Wallet ជំហានទី3ធ្វើការ log on ជាមួយគណនីធនាគារដែលអ្នកមានប្រសិនបើអ្នកមិនទាន់បាន log on នោះទេជំហានទី4ចូលទៅកាន់ Personal Wallet ដើម្បី scan QR code និងដាក់បញ្ចូលប័ណ្ណបើកបររបស់អ្នកភ្លាមៗជាការស្រេចបង្ហាញ QR code ដើម្បីផ្ទៀងផ្ទាត់បានភ្លាមគ្រប់ពេលវេលាគ្រប់ទីកន្លែងនិងធ្វើដំណើរដោយទំនុកចិត្តប័ណ្ណបើកបរ Digital នៅជាប់ជាមួយអ្នកជានិច្ចទាញយកកម្មវិធី Digi Super App តាមរយៈ App Store ឬ Play Store ឥឡូវនេះអានដោយសំឡេងសម្បនិមិត្តសារិកា AI សូមអរគុណ